បាទសូមគោរពលោកអ្នកនាងដែលកំពុងតែមើលវីដេអូខ្ញុំថ្ងៃនេះខ្ញុំសូមចែករំលែកកំណាព្យខ្លីដែលដកស្រង់ចេញពីសៀវភៅចុងដូចខ្ញុំបាទកំណាព្យនេះមានចំណងជើងថាខ្មែរតែមួយដោយសារមួយរយៈនេះខ្ញុំឃើញបងប្អូនខ្មែរយើងតាមបណ្ដាញសង្គមមិនថាអ្នកនៅក្នុងស្រុកឬក៏ស្រុកទៀតជាចោលគ្នាពេញទឹកពេញដីហើយអាណាទៅសាមគ្គីភាពអាណាទៅភាពរៀបរយក្នុងនាមជាខ្មែរបាទសូមរីករាយស្ដាប់ដូចតទៅត្រូវតែចាប់ដៃនិយាយគ្នាកុំពាក់មុខងារគ្រានេះអីសាមគ្គីពួយពុំគង់បុរីស្រោចស្រង់ទឹកដីដែលនៅសល់ត្រូវតែរួបរวมព្រមសន្ទនាស្រុកស្រួលនឹងគ្នាបដូរយោបល់សាងប្រទេសយើងឲ្យឡើងដល់ល្បែងល្បាញដំតល់យល់ត្រចះបើខ្មែរនឹងខ្មែរគុំគ្នានោះកម្ពុជាប្រកបច្បាស់សត្រូវឆ្ងាយចិត្តពិតយកឈ្នះជ្រៀតចូលពូជសាសច្បាស់ព្រួលប្រែលះបង់តណ្ហាការធំខាំងគុំយកខ្មែរពាំងច្បាំងខ្មែរចូលគិតរឿងជាតិឆ្លៀតជួយថែរួមស្និទ្ធណាខ្មែរតែមួយបាទសូមអរគុណដល់លោកនាងដែលកំពុងតែមើលហើយក៏ខ្ញុំសង្ឃឹមថាបងប្អូនយល់អ្វីដែលខ្ញុំចែករំលែកទៅកាន់បងប្អូនហើយក៏សូមចិត្តបងប្អូនចែករំលែកទៅកាន់បងប្អូនដទៃទៀតដែលគាត់បានយល់ពីអ្វីដែលខ្ញុំកំពុងចែករំលែក